កាលពីយូរលង់ណាស់មកហើយមនុស្សដំបូងបានចាប់ផ្ដើមដំណើររបស់ពួកគេនៅទ្វីបអាហ្វ្រិកពួកគេត្រូវបានគេហៅថា Homo sapiens មនុស្សមានភាពវៃឆ្លាតជាងសត្វផ្សេងទៀតដែលបានរស់នៅពួកគេចេះធ្វើការប្រមាញ់និងស្វែងរកផ្លែឈើនៅក្នុងព្រៃមនុស្សមានភាពវៃឆ្លាតមនុស្សអាចច្នៃថ្មធម្មតាឲ្យទៅជាឧបករណ៍មុតស្រួចសម្រាប់ការកាត់និងធ្វើជាអាវុធដើម្បីប្រើនៅក្នុងការប្រមាញ់និងប្រើប្រាស់នៅក្នុងការងារផ្សេងៗពួកគេបានរកឃើញភ្លើងភ្លើងជួយឲ្យពួកគេកក់ក្ដៅនៅពេលយប់និងអាចចម្អិនសាច់ឆ្អិនធ្វើឲ្យពួកគេកាន់តែពូកែនិងមានកម្លាំងខ្លាំងនៅក្នុងការប្រមាញ់មនុស្សប្រើប្រាស់ភ្លើងដើម្បីបន្លាចសត្វសាហាវមិនឲ្យចូលមកជិតមនុស្សបានរស់នៅជាក្រុមមនុស្សចេះធ្វើការងារជាមួយគ្នាដើម្បីដោះស្រាយបញ្ហាខុសពីសត្វដទៃទៀតមនុស្សចេះនិយាយប្រាប់អំពីរឿងរ៉ាវពួកគេចូលចិត្តនិយាយអំពីវិធីនៅក្នុងការប្រមាញ់នៅពេលដែលអង្គុយជុំគ្នានៅពេលយប់ដោយសារតែពួកគេមានភាពក្លាហានពួកគេបានចាប់ផ្ដើមធ្វើដំណើរពីទ្វីបអាហ្វ្រិកទៅកាន់ពិភពលោកទាំងមូលហើយនេះគឺជាការចាប់ផ្ដើមនៃរឿងរ៉ាវដ៏អស្ចារ្យរបស់មនុស្សយើង